ខ្ញុំយកចំណូលហ្នឹងមកទិញបាត់កំដុលជំទាវរីបាទតែរយៈអង្គការលេនអាហ្វ្រិករីលើកអត់ខុសទេហើយបងប្អូនសាព័ត៌មានយកទៅផ្សាយក៏អត់ខុសដែរនេះជាបទពិសោធន៍មួយដែលមនុស្សដែលបងប្អូនទាំងអស់គ្នាគួរពិចារណាហើយយកអានឹងធ្វើជាគំនិតមកធ្វើជាមធ្យោបាយក្នុងការដោះស្រាយបញ្ហាថ្ងៃក្រោយយើងរៀនខ្ញុំរៀនមកនេះខ្ញុំរៀនបងប្អូនផ្ទះខ្ញុំនៅបរិយាគ្រីស្តាល់ប្រហែល4ដល់10ម៉ឺនដុល្លារបាទតាំងពីបុកគ្រឹះដំបូងផ្ទះនៅបរិយាគ្រីស្តាល់14ម៉ឺនដុល្លារនៅមង្គលភ្នំពេញផ្លូវព្រីសផ្លូវធំ highway 32ម៉ឺនដុល្លារ32ម៉ឺនដុល្លារបាទផ្ទះហុកលី3ល្វែងមកល្វែង7ម៉ឺនជាង8ម៉ឺនជាងផ្ទះនៅអេមសិតជាអតិកោគឺខ្ញុំឲ្យគេរឹបអូសបាទផ្ទះនៅមុនគេក៏ឲ្យគេរឹបអូសអញ្ចឹងផ្ទះខ្ញុំ4-5កន្លែងនៅពេលនោះគាត់ទៅសិត